Ali xe nụ chưa tam chân Ali đấy Ali hay cho lấyចូលចិនអត់ Ali ទេចិនផ្ដាំហើយ2050ហ្នឹងចិននឹងធ្វើឲ្យប្រទេសកម្ពុជានិងប្រជាជនកម្ពុជាคล้ายទៅជាប្រទេសអ្នកមានបន្ទាប់មកទៀតគឺរួមអនាគតជាមួយគ្នាគឺជួយរហូតនៅក្នុងពេលនេះគឺចិនជួយរហូតប៉ុន្តែឥឡូវហ្នឹងខ្មែរដែលនិយាយថាអ្នកពឹងអាមេរិកកាំងណាលាយលន់នល់ពឹងអាមេរិកកាំងណាលាយអូខេយូក្រែនពឹងអាមេរិកកាំងណាលាយអូខេរៀងយ៉ាងធីវនៅវៀតណាមណាពឹងអាមេរិកកាំងណាលាយអូខេឥឡូវខ្ញុំសួរវិញប៉ុលពតពឹងចិនណាលាយទេអាលាយណាអាលាយសៃអនុពឹងចិនអាលាយទេអាលាយមិនបានអាលាយគេគិតផលប្រយោជន៍គេណាអូខេអាហ្វហ្គានីស្ថានកាលដែលសូវៀតចូលពឹងសូវៀតអាលាយទេអាលាយអូខេហើយចុះអាហ្វហ្គានីស្ថានក្រោយពេលអាមេរិកវាយអាលាយទេអាលាយមិនបានអាលាយមិនបានអាលាយពីព្រោះផលប្រយោជន៍ខ្ញុំនិយាយខុសទៅគេគិតតាមផលប្រយោជន៍តាហើយចុះអ៊ីស្រាអែលមិនវាអត់អាលាយអ៊ីស្រាអែលដែលតាក់ទងជាមួយអាមេរិកមិនវាអត់អាលាយមកអំពីវាចេះគិតវាមិនមែនពឹងគេណាវាមិនមែនដូចលន់នល់ដូចសេអនុណាវាចេះគិតដល់វាចេះគិតវាអត់អាលាយដែរណាហើយចុះអាលីកាន់យូពឹងគេមិនអត់អាលាយព្រោះចេះគិតអញ្ចឹងអ្វីដែលខ្ញុំលើកឡើងមកនិយាយគឺជារឿងពិតមិនមែនរឿងប្រឌិតទេបាទសូមគោរពលោកតាចៅសួររឿងរូបសម្ដេចតានៅក្នុងវងលោកខែជាការពិតទេអត់ទេអត់មានរូបសេអនុណានៅក្នុងវងលោកខែប៉ុន្តែមនុស្សចេះតែផ្អើលណាដូចផ្អើលរឿងថាសេអនុដុតមិនឆេះអីគេចាក់សាំងអត់គ្រប់ដុតអត់ឆេះណាចាក់ប្រេងកាតអត់គ្រប់ណាតែចាក់ប្រេងកាតគ្រប់នោះឆេះហើយអាហ្នឹងអញ្ចឹងGood morning ចិនរាប់អានសម្ដេចសេនុហេតុអ្វីឲ្យជំនួយប៉ុលពតសម្រាប់ខ្មែរមួយប្រទេសអត់ទេចិនរាប់អានសេនុចិនមានរាប់អានខ្មែរណាកូនរេម៉ាន់ឯងភ្លេចចិនរាប់អានសេនុមានរាប់អានខ្មែរណាចុងលីចៅចង់សួរថាតើអ៊ុយក្រែនអាចយកតំបន់ដែលរុស្ស៊ីកាអត់កើតមកវិញទេអត់បានទេកូនសប្តាហ៍ថ្ងៃនេះដីដូចជាបាត់លើសដើមអត់បានទេណាកូនណាឆាយាបុនអំពីបញ្ហាពុករលួយនៅកម្ពុជាបច្ចុប្បន្ននៅកម្រិតណាតើការយល់ឃើញរបស់អ៊ំតើធ្វើបែបណាកាត់បន្ថយបាន70ទៅ80%ការកាត់បន្ថយអំពើពុករលួយគឺការគ្រប់គ្រងអំពើពុករលួយប្រទេសណាក៏ដោយមិនថាកម្ពុជាមិនថាអាមេរិកទេដើម្បីដោះស្រាយអំពើពុករលួយគឺគ្រប់គ្រងអំពើពុករលួយគ្រប់គ្រងអំពើពុករលួយមានដូចតទៅទី1គណនេយ្យភាពគឺការដឹងច្បាស់ថាតើការរៀបចំរដ្ឋបាលការរៀបចំមន្ត្រីរាជការការអនុវត្តការងារជាដើមត្រូវតែរៀបចំតាមគណនេយ្យភាពដូចនៅអាមេរិកចឹងអំពើពុករលួយពេញទឹកពេញដីហើយឥឡូវនេះគេនាំគ្នាខឹងស្អប់
Donald Trump ខឹងស្អប់ Elon Musk គេមិនចង់ឲ្យកោះកាយអំពើពុករលួយទេអំពើពុករលួយពេញទឹកពេញដីនៅសហរដ្ឋអាមេរិកនៅកម្ពុជាអំពើពុករលួយក៏អត់មានអ្នកណាចង់កោះដែរដើម្បីកាត់បន្ថយអំពើពុករលួយដំបូងគឺគ្រប់គ្រងអំពើពុករលួយដោយគណនេយ្យភាពបន្ទាប់មកទៀតពង្រឹងការអនុវត្តច្បាប់ហើយកែតម្រង់ការគ្រប់គ្រងនិងការកាត់បន្ថយអំពើពុករលួយត្រូវការ10ឆ្នាំយ៉ាងតិចក៏ប៉ុន្តែត្រូវបោះជំហានទី1សិនណាបោះជំហានទី1ណាឆាយាគឺបោះជំហានទី1សិនកុំរំពឹងថាកាត់បាន70 80កាត់20កាត់30អីចឹងសិនណាសុកេច័ន្ទហេតុអ្វីបានអាមេរិកធ្វើសង្គ្រាមជាមួយយួនកាលនោះក្រោយសន្និសិទនៅទីក្រុងហ្សឺណែវខែកក្កដាឆ្នាំ1954អាមេរិកហើយនឹងលោកសេរីបានយកខ្សែស្របលេខ17ធ្វើជាខ្សែបែងចែករវាងកុម្មុយនីសនិងលោកសេរីសង្គ្រាមនៅវៀតណាមកើតឡើងដោយសារកុម្មុយនីសវាជ្រៀតចូលមកខាងត្បូងខ្សែស្របលេខ17ទើបវាកើតសង្គ្រាមវៀតណាមអាមេរិកាំងមិនបង្កើតសង្គ្រាមវៀតណាមទេអាមេរិកាំងវាដាក់ខ្សែដូចនៅកូរ៉េខាងជើងខាងត្បូងមានខ្សែ38នៅឯវៀតណាមខាងជើងនិងខាងត្បូងខ្សែ17យួនវាឆ្លងខ្សែ17មកបានវាកើតសង្គ្រាមនៅវៀតណាមលើកទី2គេហៅថាសង្គ្រាមវៀតណាមលើកទី2ឬក៏សង្គ្រាមឥណ្ឌូចិនលើកទី2ណាអូខេសុកច័ន្ទមិនមែនអាមេរិកកាំងវាទៅវាយជាមួយយួនខាងជើងទេអាមេរិកកាំងវាច្បាំងជាមួយនឹងយាកុងហើយអ្នកណាបង្កើតយាកុងយួនខាងជើងអញ្ចឹងណាអូខេនឹងជាមូលហេតុនៃសង្គ្រាមវៀតណាមFreemason ប្រសិនបើដើរដល់ចំណុចអាមេរិកធ្វើឲ្យចិនឯកាពិភពលោកត្រូវចែកជា2ប៉ូលខ្មែរនៅខាងចិនអូតូម៉ាទិកតើយើងនឹងទៅជាយ៉ាងណាអត់ទេអត់យ៉ាងណាទេកម្ពុជាយើងចេះរស់បានណាកម្ពុជាយើងមិនមែនជាទីតាំងយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយពេកទេអញ្ចឹងក៏ចេះតែរស់បានមិនអីកាឡង់ពាក្យសុំសញ្ជាតិសង្ហបុរីរបស់ខ្ញុំត្រូវបានយល់ព្រមហើយខ្ញុំនឹងត្រូវលះបង់សញ្ជាតិខ្មែរប៉ុន្តែគេបដៅឲ្យប្រើកម្ពុជាក៏កម្មទៅកាលពីម្សិលមិញលោកពូបាននិយាយថាសិង្ហបុរីមានហានិភ័យច្រើនតើវានៅតែល្អក្នុងការคลายជាជនជាតិសង្ហបុរីឬសំណួរនេះណាកូនក្មួយឯងឆ្លើយបានមិនបាច់ពូឆ្លើយទេប្រទេសសង្ហបុរីមានមេដឹកនាំយ៉ាងម៉េចមានការអនុវត្តច្បាប់យ៉ាងម៉េចហើយមានការយល់ដឹងពីភូមិសាស្ត្រនយោបាយខ្លាំងប៉ុណ្ណាហើយលិខិតឆ្លងដែនរបស់សិង្ហបុរីផ្ដល់នៅលទ្ធភាពកូនឯងប៉ុណ្ណាឆ្លើយខ្លួនឯងទៅយកกระดาษមួយមកគិតទៅណាយកกระดาษមួយមកគិតទៅបើកូនឯងគិតថាកម្ពុជាហើយនិងសិង្ហបុរីមួយណាវាផ្ដល់ឱកាសឲ្យកូនឯងច្រើននឹងហើយជាជំរើសកូនឯងអូខេកុំជឿគេថាប្រទេសជាតិតែងតែមានបញ្ហាដូចខ្ញុំនៅអាមេរិកចឹងកំពុងតែមានបញ្ហាណាកំពុងតែមានបញ្ហានៅអាមេរិកកំពុងតែមានបញ្ហា
តែខ្ញុំអត់រត់ទៅកាន់សញ្ជាតិខ្មែរទេខ្ញុំអត់រត់ទេមិនបានអត់រត់ពីព្រោះខ្ញុំណាគឺដាក់ទឹកចិត្តថាខ្ញុំរស់នៅអាមេរិកខ្ញុំពេញចិត្តអាមេរិកខ្ញុំអត់មានរត់ទេណាបើគេច្បាំងសង្គ្រាមលោកលើកទី3បាញ់គ្នាសិតតែក្របបែកនៅក្លែខ្ញុំអត់រត់ទៅស្រុកខ្មែរដែរអូខេហ្នឹងចឹងលីដាសរសេរស្ដាប់អត់បានកូនជួរទី1អត់ដឹងថាស្អីខ្មែរផមិនដឹងស្អីកូនអត់ដឹងណាអញ្ចឹងកាឡង់ចម្លើយពូគឺឲ្យក្មួយឯងរកណាលឹមសុកណារិតតើរឿងស៊ូកាណូបបួលសម្ដេចដូភរិយាជារឿងពិតឬទេអត់ដឹងទេតែខ្ញុំឮសូរចាស់ខ្សឹបខ្សៀវរឿងហ្នឹងតែថាពិតឬមិនពិតអត់ដឹងទេគេមិនថាដូរគ្នាទេសុកណារិតចាស់និយាយថាអាស៊ូកាណូវាចង់ឲ្យប្រពន្ធវាមកសេអនុមកយប់ដូរគ្នាមកយប់ទេខុយទេថាសេអនុខឹងសម្បើមណាតាំងពីខឹងនឹងមកសេអនុក៏អត់ទទួលស៊ូកាណូទេស៊ូកាណូវាមកដូចជា2ដងទេបាទហើយអាស៊ូកាណូនេះមកអានឹសធម្មតាទេអាមនុស្សនោះណាវាមកហ្នឹងវាអាស៊ូកាណូប្រពន្ធវាដូចជាប៉ុនឬលហៈលហៀងណាយើងមិនដឹងទេគេខ្សឹបខ្សៀវថាអានោះវាចង់ឲ្យប្រពន្ធវាមកសេអនុសុចហើយវាចង់ឲ្យសេអនុហ្នឹងឲ្យទៅវាសុចមិនដូរគ្នាទេកាលណាសុចទេវាបបួលផ្លាស់គ្នាសុចតែអានោះចាស់គេនិយាយតែថារឿងពិតមិនដឹងទេមិនដឹងណាសុកណារិតមិនដឹងទេមិនដឹងយើងអត់និយាយទេគាត់ថាឮសូរថាសេនុខឹងតាំងពីហ្នឹងមកខឹងរហូតស្អប់អាស៊ូកាណូហ្នឹងលីដាតាអត់មានត្រូវការកូនឯងមកបដៅតាទេកូនណាបើកូនឯងទៅសេបដៅតាម្ដងទៀតតាដេញកូនឯងចេញណាចៅណាចាឯងខំរៀនខំកសាងខ្លួនតាអត់មានពឹងចៅឯងមកធ្វើទីប្រឹក្សាតាទេអូខេបើនិយាយរបៀបហ្នឹងម្ដងទៀតដេញចាញ់ហើយឲ្យតែឃើញមុខដេញចាញ់អត់ត្រូវការលីដាកុំប្រហើនដាក់តាអាយុ70ឆ្នាំតាគ្រប់គ្រង show តាណាអូខេនិយាយស្ដាប់នេះអត់បានអញ្ចឹងនិយាយស្ដាប់នេះអត់បានតើដេញចាញ់មិនចឹងដើម្បីកុំឲ្យបាក់និយាយគ្នាណាខ្ញុំធ្វើចឹងឥឡូវខ្ញុំធ្វើចឹងនៅ Facebook អីមក comment អីណាវារៀនសូត្រឲ្យវាខំរៀនសូត្រដើម្បីកសាងខ្លួនវាមកកសាងវាចង់មកត្រួតក្បាលឯងតែឯងអាយុ70ឆ្នាំមកនៅស្រុកគេរៀនសូត្រហើយមកត្រួតក្បាលឯងវាអត់ដឹងខ្យល់អីសោះអញ្ចឹងដើម្បីកុំឲ្យវាបាក់ណាគេវាចាញ់ទៅអូខេកឹមស្រៀងតើនៅក្នុងសម័យសង្គ្រាមតំបន់អង្គរមានស្ថានភាពដូចមិនដេចទៅមានការទទួលការបោះកាលក្នុងប្រាសាទអង្គរមិនមែននៅក្នុងបញ្ជី UNESCO ទេក៏ប៉ុន្តែខ្ញុំអត់ដឹងច្បាស់ទេណាកឹមស្រៀងណាខ្ញុំអត់ដឹងច្បាស់ទេណាកឹមស្រៀងខ្ញុំអត់ដឹងច្បាស់ទេខ្ញុំគ្រាន់តែកាលដែលច្បាំងគ្នាហ្នឹងពេលច្បាំងភ្លាមហ្នឹងយាកុងបានចូលកាន់កាប់អង្គរយាកុងណាយួនហ្មងមិនមែនខ្មែរទេចូលកាន់កាប់អង្គរឪពុកមេខ្ញុំគាត់ជាបញ្ជាការមួយរូបគាត់ជាបញ្ជាការមួយរូបនៅក្នុងប្រតិបត្តិការសឹកសម័យនោះ
ឮសូរនិយាយថារដ្ឋាភិបាលលន់នល់បានប្រកាសថាតំបន់អង្គរគឺជាទីតាំងបុរាណដ្ឋានដែលត្រូវការពារដោយច្បាប់អន្តរជាតិមិនត្រូវមានទ័ពប្រដាប់អាវុធនៅលើទីតាំងអង្គរទេហើយក៏កងទ័ពសាធារណរដ្ឋខ្មែរមិនទម្លាក់គ្រាប់បែកណាបាទមិនទម្លាក់គ្រាប់បែកហើយក៏មិនបាញ់ផ្លោងទៅអង្គរដែរនឹងអញ្ចឹងនឹងឮសូរអញ្ចឹងណាឮសូរអញ្ចឹងក៏ប៉ុន្តែយាកុងដាក់កំភ្លើងធំផ្លោងចូលសៀមរាបហើយយាកុងដាក់ទាំងរថក្រោះកំភ្លើងធំកំភ្លើងបាញ់យន្តហោះអីនៅអង្គរវត្តហើយស្នាក់នៅអង្គរវត្តហ្នឹងទៀតអត់ចាញ់ទេកងទ័ពសាធារណរដ្ឋខ្មែរតាមឮសូរឪពុកមាខ្ញុំគាត់និយាយថាលន់នល់អត់ឲ្យវាយអង្គរទេអត់ឲ្យផ្លោងដាក់អង្គរវត្តទេណាតែយួនវាកាន់កាប់ណាអានោះអញ្ចឹងណានឹងឮសូរតែប៉ុណ្្នឹងទេបាទឮសូរតែប៉ុណ្្នឹងទេបាទនឹងរឿងអង្គរវត្តណាបាទហើយឥឡូវនេះនៅពេលដែលអង្គរវត្តបានចូលទៅក្នុងបញ្ជី UNESCO ហើយក៏ច្បាប់គេនិយាយថាពេលសឹកសង្គ្រាមហ្នឹងវាត្រូវគាំពែមិនឲ្យប្រតិបត្តិការសឹកការបាញ់បោះហ្នឹងទៅលើអង្គរទេតែខ្ញុំសូមប្រាប់ថាបើគេច្បាំងគ្នាគ្មានសល់ទេអង្គរវាគ្មានអា UNESCO ណាមកជួយទេអត់មានទេអានោះតែប្របែមាត់ទេអត់មានអាណាមកជួយទេហើយអត់មានកងទ័ពណាគោរពទេបើវាមានច្បាំងគ្នានៅស្រុកខ្មែរឥឡូវគេហៅស្រុកកម្ពុជាណាបើវាមានច្បាំងគ្នាវាដាក់តលខ្ទេចអង្គរហ្នឹងដល់បានទេអត់មានអាណាគោរពអាណាទេច្បាប់អន្តរជាតិអីណាកតិកាអន្តរជាតិអីក៏អត់មានអាណាគោរពដែរអាហ្នឹងតាមខ្ញុំយល់ទេណាអត់ប្រយោជន៍ទេតែច្បាំងខ្ទេចហើយមិនថាតែប្រាសាទអង្គរទេប្រាសាទណាក៏ដោយតំន់តទេអីព្រះវិហារអីក៏អញ្ចឹងដែរបាទអាហ្នឹងអញ្ចឹងណាកឹមស្រៀងដាហាលោកពូមានដឹងរឿងប្តីប្រពន្ធលោតទឹកសម្លាប់ខ្លួននេះឮសូរគេថាតែអត់ដឹងទេកូនហើយអត់ចាប់អារម្មណ៍ទេកូនអើយមិនបានអត់ចាប់អារម្មណ៍ដាហាមនុស្សយើងរស់នៅកន្លែងណាក្បាលនរណាសក់ហ្នឹងហើយកូនអើយកូនឯងរស់នៅកម្ពុជាបរិស្ថានសុខសានឬក៏បរិស្ថានហានិភ័យបរិស្ថានយុត្តិធម៌ឬមិនយុត្តិធម៌កូនឯងត្រូវរស់ហើយកូនណាកូនណាចំណាយពូរស់នៅក្នុងនេះបរិស្ថានឯនេះក៏រស់ទៅតាមហ្នឹងក្បាលនរណាសក់នៅហ្នឹងហើយកូនអើយយើងអត់អាចវិនិច្ឆ័យអីបានទេកូននៅស្រុកនេះកូននិយាយប៉ះពាល់ស្បែកដតីគេដុតផ្ទះឆេះគេស្លាប់ទៀតនយោបាយសពថ្ងៃគឺថានៅមាត់ជ្រោះនៃអំពើហិង្សាកូនឯងឃើញនៅ Facebook អីគេតវ៉ាចឹងមែនប៉ុន្តែសិតតែ account ខ្លាំងខ្លាយទេមនុស្សមែនតើអត់ហ៊ានតវ៉ាទេកូនអត់ហ៊ានតវ៉ាទេអញ្ចឹងនៅកម្ពុជាត្រូវរៀនរស់ណាត្រូវរៀនរស់
ខ្ញុំនៅនេះរៀនរស់ក្បាលណាសក់ហ្នឹងណាអ្នកដែលគ្នាស្លាប់ទៅអាណិតហើយប៉ុន្តែសុំឲ្យទៅកាន់សុគតិភពគ្មានអាណារកយុត្តិធម៌ឲ្យឧទាហរណ៍រឿងមួយរឿងចាក់សាំងលុយដុល្លារលុយរៀលរឿងនេះណារឿងសម្រាមសុទ្ធប៉ុន្តែស្មែមិនខ្មែរទេបើខ្មែរពូជអ្នកជាអត់អីទេប៉ុន្តែស្មែណាស្មែនាំគ្នានិយាយរឿងចាក់សាំងនៅពេតេតេណាតេអីពេតេតេចឹងណារឿងចាក់សាំងលុយដុល្លារលុយរៀលលុយរៀលលុយដុល្លារនេះគឺជារឿងសម្រាមសុទ្ធអត់មានត្រូវការនិយាយចឹងទេប៉ុន្តែស្មែចូលចិត្តសម្រាមនិយាយអូនិយាយប្រិយមិត្តដឹងទេវាមិនមែនអ្នកចាក់ហើយនឹងអ្នកទៅចាក់ទេវាមិនមែនជាបញ្ហារបស់អ្នកចាក់ឲ្យហើយនឹងអ្នកបើកឡានទៅចាក់សាំងទេបញ្ហាតែមួយគត់គឺប្រទេសកម្ពុជារាជការគាត់មិនសម្រេចអនុវត្តច្បាប់ណាអូខេមិនសម្រេចទៅលើការអនុវត្តច្បាប់ប្រើប្រាស់រូបបាយប័ណ្ណនៅប្រទេសកម្ពុជាធនាគារជាតិនៃកម្ពុជាមានរៀលជារូបបាយប័ណ្ណជាតិតែធនាគារក្តីក្រសួងពាណិជ្ជកម្មក្តីរដ្ឋាភិបាលទាំងមូលក្តីអត់ព្រមអនុវត្តដោយមាំមួនថាកម្ពុជាត្រូវតែប្រើប្រាស់លុយរៀលអត់មានដុល្លារទេគឺរៀលទាំងអស់ហើយអត់មានបើកប្រាក់ខែលុយដុល្លារទេអត់មានចរាចរណ៍នឹងការប្រើប្រាស់លុយនៅកម្ពុជាត្រូវតែជារៀលណាព្រោះអត់មានអាណាគេធ្វើអាហ្នឹងអូខេវាអត់មានអាណាគេធ្វើអាហ្នឹងដល់វាអត់អញ្ចឹងទៅជាសេរីថាលើកតម្កើងលុយរៀលម៉ែវាអីបើថ្លៃសាំងវាដាក់ស្លាកណាថ្លៃសាំងវាដាក់ស្លាកជារៀលមិនអញ្ចឹងណា3500 1លីត្រវាជារឿងដែលត្រូវតែផាកពិន័យម្ចាស់ហាងសាំងវាមិនដែលដាក់ស្លាករៀលហើយអត់យករៀលទេនៅលើដីប្រទេសកម្ពុជាប្រជាជនកាន់រៀលតែចាយមានបញ្ហាវាមិនមែនកំហុសរបស់ក្មួយស្រីដែលឈរចាក់សាំងឲ្យគេទេវាមិនមែនជាកំហុសរបស់ក្មួយស្រីឬក៏នាងចៅដែលបើកឡានទៅចាក់សាំងទេវាជាកំហុសរាជការបង្កើតអាណាធិបតេយ្យបែបហ្នឹងរាជការណារាជការកម្ពុជាហ្នឹងណាខ្ញុំនិយាយខុសហើយទៅមើលឆ្លើយខ្ញុំមើលវារដ្ឋាភិបាលកម្ពុជាមិនអនុវត្តច្បាប់មិនពង្រឹងច្បាប់ធ្វើឲ្យពាណិជ្ជកម្មទូទៅក្នុងកម្ពុជារញ៉ៃហើយមនុស្សឈួតលីលាយករឿងហ្នឹងមកនិយាយទៅអ្នកឈរចាក់សាំងឲ្យគេនឹងខុសអ្នកតែចាក់សាំងនឹងខុសអត់មានខុសអត់មានត្រូវទេវារឿងរាជការនោះតារាលីហែងភ្លើអញដេញហែងចេញកណ្ដួយម៉ាអាពូថោកហែងមួយម៉ាត់ទៀតអញដេញហែងចេញចឹងហើយបានហែងរស់នៅក្រោមចោលនោះចោលវាត្រួតក្បាលហែងព្រោះហែងអត់ដឹងថាម៉ែហែងអ្នកបោះលុយហ្នឹងណាអាតារាម៉ែហែងអ្នកបោះលុយហ្នឹងអីលុយហ្នឹងធនាគារជាតិនៃកម្ពុជាបោះចេញប្រើណាហើយហាងសាំងវាមានបញ្ហាមិនមែនក្មេងស្រីឈរចាក់សាំងឲ្យគេទេណា
chẳng mà phải Adara Lee nó cầm pút tiếp đôi ấy nó về xong tàn chân nè mai ấy nè bỏ lùi nè nè chẳng ta mà clear tiết anh tao tiết nè anh ọt xóa cô mà anh tê anh ọt xóa cô bộ đề để chá này anh phải bài hai ok ọt khăn nè bàn tay ọt tê ọt ao một đề để chan chẳng tê đôi mà là ngừ bà mai viên nè bỏ lùi trái à nâng viên nè càng cặp lôi riêng nó cứ bỏ đói thần này kia chết này Campuchia chia rút bây giờ ban nay protect Campuchia real is the official currency of Kingdom of Cambodia. National Bank of Cambodia should have a strong guideline and implementation that every commercial activity in Kingdom of Cambodia should be transaction by real គ្រប់សកម្មភាពពាណិជ្ជកម្មទាំងអស់នៅកម្ពុជាត្រូវតែប្រើលុយរៀលវាជារឿងរាជការវាមិនមែនរឿង it's not the story that gasoline station attendant having problem it's not the problem of car driver ណា car driver ទៅចាក់សាំងឲ្យខុសទេមិនចៅស្រីនឹងវាខុសទេមិនចៅស្រីដែលឈរចាក់សាំងឲ្យគេនឹងខុសទេហើយក៏មិនមែនអាម្ចាស់ហាងសាំងនឹងខុសដែរអ្នកដែលមានកំហុសធំជាងគេគឺរាជការកម្ពុជាវាមិនបានមិនព្រមអនុវត្តច្បាប់វាមិនព្រមដាក់ច្បាប់វាមិនក៏ឲ្យប្រទេសជាតិមួយដែលឯករាជ្យអធិបតេយ្យបូរណភាពនឹងអញ្ញៃអញ្ចឹងព្រំដែនខ្ញុំមិនថាទេកោះកុងប៉ោយប៉ែតអីខ្ញុំមិនថាទេចាយលុយថៃបន្តិចបន្តួចអាហ្នឹងវាជាការលើសលួសស្វាយរៀងព្រៃវែងរតនគិរីអីនៅតាមព្រំដែននេះយើងចាយលុយដងអីបន្តិចបន្តួចអាហ្នឹងអត់ថាទេប៉ុន្តែនៅក្នុងផ្ទៃប្រទេសកម្ពុជាវាត្រូវតែប្រើលុយរៀលហើយមិនមែនរឿងម្ចាស់ហាងសាំងទេមិនមែនរឿងរបស់នារីក្មេងក្មួយចៅដែលចាក់សាំងឲ្យគេទេមិនមែនរឿងអ្នកបើកឡានតែចាក់សាំងទេវាជារឿងរាជការខ្ញុំមិនមែនបន្ទោសទេខ្ញុំមិនមែនបន្ទោសទេលោកហ៊ុនម៉ាណែតក្តីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្តីធនាគារជាតិនៃកម្ពុជាក្តីក្រសួងសេដ្ឋកិច្ចជាតិក្តីមិនក៏មិនព្រមអនុវត្តច្បាប់ធ្វើឲ្យប្រទេសអញ្ញៃអញ្ចឹងហើយនិយាយថារិះគន់ដាក់តែច្បាប់ឲ្យប្រកាសថាអត់មានរូបិយប័ណ្ណណាត្រូវប្រើប្រាស់លើបូរណភាពដែនដីកម្ពុជាក្រៅពីរៀលទេ any foreigner anyone with foreign currency should change that currency to real real is commercial transaction in Cambodia គេធ្វើគ្រប់តែគ្នាមិនក៏ខ្លួនមិនធ្វើខ្ញុំនិយាយចឹងបងប្អូនយល់យ៉ាងម៉េចដែរហើយបងប្អូនទៅអីណាអាណិតអ្នកចាក់សាំងអាណិតកណ្ដួយអីគ្នាមានធ្វើអីខុសផ្សាយព័ត៌មានថាតកែហាងសាំងដេញនាងនឹងចោលតកែហាងសាំងដេញនាងនឹងចោលស្អីបើនាងនឹងប្រាប់ថានាងនឹងនៅធ្វើការហើយដល់នាងអ្នកបើកឡានចាញ់មកឆ្លើយតែថាឲ្យគេអីរោគយុត្តិធម៌ណាចឹងបានថាស្មែចូលចិត្តសម្រាមយកសម្រាមទៅនិយាយអានេះអ្នកចាក់សាំងខុសអានេះអ្នកបើកឡានខុសវាមិនមែនរឿងទេ
ខ្ញុំប្រាប់ហើយថាអាម្ចាស់ហាងសាំងក៏អត់ខុសក្មួយដែលអ្នកចូលចាក់សាំងឲ្យគេក៏មិនខុសអ្នកដែលបើកឡានក៏មិនខុសដឹងខុសតែណាទេខុសរាជការធ្វើឲ្យអាណាធិបតេយ្យណាខុសរាជការធ្វើអាណាធិបតេយ្យណារាជការធ្វើឲ្យអាណាធិបតេយ្យឃើញទេរឿងប៉ុណ្ណឹងរឿងរាជការសោះប្រជាជននាំគ្នាយកមកនិយាយអីអាណាខុសណាត្រូវអីវាមានខុសមានត្រូវអីណាវាមានខុសមានត្រូវអីណាវាមានខុសមានត្រូវអីបងប្អូនគិតមើលរាជការមិនដាក់ច្បាប់ឲ្យមាំមួនដាក់ច្បាប់ទៅចាប់នៅហ្វីលីពីនអត់បានទេនៅហ្វីលីពីនតិចយកលុយដុល្លារទៅចាយពីអីរឿងឥឡូវហ្នឹងណាលុយបាតលុយអីទៅហ្វីលីពីនអត់តម្លៃទេខ្ញុំចុះកប៉ាល់ហោះសល់លុយបាតតែដូរលុយបាតក៏បានផងដុល្លារដូរបាន6 ពេសូកាលហ្នឹងប៉ុន្តែអត់ចាយបានទេចាយរឿងឥឡូវហ្នឹងរឿងនេះរឿងរាជការណារាជការគាត់ទុកឲ្យវាមានបញ្ហាប្រទេសជាតិមួយត្រូវមានគេហៅរូបិយប័ណ្ណជាតិក្នុងការប្រើប្រាស់គឺដាច់ខាតបើមិនជឿទេដាក់មើលថាគ្រប់ការលក់ដូរទាំងអស់បើសិនជាមានការប្រើប្រាក់រៀលទេគឺផាកហ្មងអ្នកដកប្រាក់ដុល្លារចាយក៏ផាកទាំងអ្នកចាយផាកទាំងអ្នកយកផាកទាំងពីរដាក់ច្បាប់មួយពលរដ្ឋខ្មែរនិងប្រជាជនរស់នៅក្នុងប្រទេសកម្ពុជាត្រូវប្រើរូបិយប័ណ្ណតែមួយគត់របស់ជាតិគឺរៀលបើឃើញជនណាប្រព្រឹត្តនៅមុខរបរពាណិជ្ជកម្មទិញដូរដោះដូរដោយប្រើប្រាក់បរទេសលើកលែងតែនៅតំបន់ជាយដែនជាប់ជិតខាងខ្លះគឺត្រូវតែប្រើប្រាក់រៀលបើមិនប្រើទេទទួលផាកពិន័យធនាគារឯកជននិងធនាគារលក់រាយទាំងអស់នៅប្រទេសកម្ពុជាបើជនណាយកលុយបរទេសមកដាក់ត្រូវប្រែលុយបរទេសហ្នឹងឲ្យទៅជារៀលចំនួនរៀលហើយធនាគារនីមួយត្រូវយកលុយបរទេសហ្នឹងបកគលទៅឲ្យឃ្លាំងនៃធនាគារជាតិកម្ពុជាដែលធនាគារជាតិកម្ពុជានឹងវាយជាចំនួនរៀលឲ្យវិញធនាគារពាណិជ្ជកម្មធនាគារឯកជនទាំងអស់អាចកាន់លុយបរទេសបាន48ម៉ោងឯប៉ុណ្ណឹងមានន័យថា48ម៉ោងអស់ហើយអ្នកឯងត្រូវតែបកគលលុយទៅឲ្យធនាគារជាតិកម្ពុជាធនាគារជាតិកម្ពុជានឹងវាយតួលេខជារៀលឲ្យវិញអូខេឥឡូវធនាគារមួយឈ្មោះជីបម៉ុងមនុស្សម្នាក់ឈ្មោះជេមសុកទៅដាក់លុយ$1000ជីបម៉ុងវាយ$1000ស្មើនឹងប្រមាណរៀលហើយចាញ់กระดาษ deposit in dollar ប៉ុន្តែ account balance ជារៀលណាដាក់ទៅ4លានរៀលប៉ុន្តែជេមសុកនឹងវាដាក់លុយ1000អូខេហ្នឹងហើយមកពីវាស៊ីអារម្មណ៍ហ្នឹងវាចេះតែចូលចិត្តនិយាយរឿងសម្រាមហ្នឹងចឹងហើយបានសៀមវាថាខ្មែរមិនចោលចែចៅនិយាយអត់បានការតាមពិតទេយើងជាខ្មែរនៅក្នុងស្រុកខ្មែរគួរលើកតម្កើងលុយជាតិយើងវាមិនបានលុយជាតិយើងប្រើញ៉ៃចឹងជួយស្ដាប់មើលយើងឥឡូវហ្នឹងខ្ញុំនៅស្រុកខ្មែរយើងអត់ទៅទីហោនៅស្រុកខ្មែរវាមិនបានយើងមិនចាយលុយជាតិយើង
វាមិនបានធ្វើឲ្យញ៉ៃញ៉ៃរឿងហ្នឹងណែប្រទេសជាតិស្រោចស្រង់មក30ឆ្នាំហើយណាណាបើរឿងសុចមិនប្រកែមិនសុចតាមមាត់ក៏មានសុចតាមរនគូតក៏មានហើយចុះរឿងចាយលុយមិនក៏មិនចេះចាយរឿងនេះរាជការត្រូវតែធ្វើខ្ញុំថាអត់ចង់រិះគន់ទេប៉ុន្តែខ្ញុំធុញរឿងហ្នឹងឃើញញ៉ៃញ៉ៃមានអាខ្លះថានាងចាក់សាំងខុសមានអាខ្លះថានាងបើកឡានខុសមានអាខ្លះទៀតខុសចេះខុសចុះប៉ុន្តែអត់ហ៊ាននិយាយការពិតបើមិនហ៊ាននិយាយទេមកប៉ែស៊ីអារម្មណ៍អីឈប់និយាយទៅដូចខ្ញុំប្រាប់ក្មួយមិញថាលឺហើយប្តីប្រពន្ធហ្នឹងគេលោតទឹកស្លាប់ខ្លួនមិនដឹងធ្វើម៉េចទេកូនអើយអាណិតហើយចុះរឿងនាងចាក់សាំងហ្នឹងវាដឹងហើយប៉ុន្តែមិនដឹងយកមកត្រូលទៅអីទេធ្វើបាបគ្នាណាទៅធ្វើបាបគ្នាធ្វើបាបអាអ្នកចាក់សាំងក៏មិនត្រូវធ្វើបាបអាអ្នកទៅចាក់ក៏មិនត្រូវវាអត់មានត្រូវសោះរឿងរាជការអត់អនុវត្តច្បាប់ប្រទេសជាតិកើតពី93មក30ឆ្នាំហើយណាជាសេរីបានត្រឹមតែប្រើថាជួយលើកតម្កើងរូបបាយបានជាតិប៉ុន្តែជាសេរីអត់ចាញ់គោលនយោបាយពីធនាគារជាតិនៃកម្ពុជាមិនបានមិនចាញ់មកអំពីខាងលើអញ្ចឹងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតប្រកាសថាអត់មានទេឲ្យធ្វើច្បាប់មួយមកថាជនទាំងឡាយណាដែលដោះដូរពាណិជ្ជកម្មប្រើលុយបរទេសមិនប្រើជាលុយខ្មែរវិក័យប័ត្រមិនប្រើជាខ្មែរកិច្ចព្រមព្រៀងមិនប្រើជាខ្មែរត្រូវផាកពិន័យស្មើនឹងទឹកប្រាក់ឧទាហរណ៍ថាអ្នកឯងយកលុយដុល្លារចាយ1000ផាក 10% ផាកអ្នកឯង100ស្មើ100ដុល្លារបើអ្នកឯងលក់ផ្ទះទិញផ្ទះប្រើលុយដុល្លារផាកណែចុយម៉ាយទាំងអស់ហើយធនាគារឯកជនទាំងអស់ទទួលលុយដុល្លារត្រូវតែប្រគល់ឲ្យធនាគារជាតិកម្ពុជា48ម៉ោងយ៉ាងជូរប្រទេសស្អាតចេះមិនបានមិនធ្វើមិនបានមិនធ្វើណាមិនបានមិនធ្វើមិនបានជារាជការមើលងាយរូបបាយបានជាតិខ្លួនឯងមើលងាយគឺអត់អនុវត្តហ្នឹងហើយមើលងាយដឹងហើយស្អីហើយអូយយល់ហើយមិនយល់ទេយល់តាខ្ញុំយល់តាប៉ុន្តែខ្ញុំនិយាយឲ្យហេតុផលខ្ញុំសូមប្រាប់ណាបើគ្រប់ស្ថាប័នគ្រប់អង្គការគ្រប់ផ្សារគ្រប់យ៉ាងទាំងអស់យើងប្រើលុយខ្មែររៀលណាពួកនៅក្រៅស្រុកនេះក៏វាលែងតែទិញដីទិញអីទុកយកឡើងថ្លៃអីជាដុល្លារហើយណាពួកអានៅក្រៅស្រុកនេះក៏អត់ទៅទិញទៅអីទៀតទេខ្មែរនៅក្នុងស្រុកក៏អាចទិញផ្ទះទិញសំបែងឬក៏ទិញដីយកទៅទិញជក់ទៅសង់ផ្ទះសង់សំបែងបានជាជាងឲ្យគេបោកឲ្យពួកអាតកែបរិយអីវាបោកនឹងមួយទៀតអ្នកធ្វើស្រែចម្ការក៏មិនពិបាកជួលដីឯងអាចទិញដីធ្វើស្រែបានធ្វើចម្ការបានដោយតម្លៃដីហ្នឹងវាមិនខ្ពស់កប់អាកាសទេណាហើយចិនបើវាចង់បានដីបានអីធ្វើកិច្ចការអីក៏ទិញដូរបានបរទេសក៏ទិញដូរបានសមរម្យមិនមែនតម្លៃដីញ៉ៃអញ្ចឹងទេណាហើយបែរទៅជាគិតថាធ្វើអញ្ចឹងទៅវាកើតអ្នកមានវាកើតអ្នកមានអីកើតអ្នកក្រណាកើតអ្នកក្រតាបងប្អូនដឹងទេពេលដីឡើងថ្លៃកើតអ្នកក្របងប្អូនជួយគិតមើលឥឡូវបងប្អូនជួយគិតមើលយល់ពាក្យខ្ញុំទេពេលដីឡើងថ្លៃកើតអ្នកក្រមិនមែនកើតអ្នកមានទេ
បងប្អូនគិតថាដីឡើងថ្លៃវាកើតអ្នកមានបងប្អូនដឹងថាដីឡើងថ្លៃកើតអ្នកក្រទេដីចុះថ្លៃពេកក៏កើតអ្នកក្រដីឡើងថ្លៃក៏កើតអ្នកក្រយល់ពាក្យហ្នឹងពាក្យកើតអ្នកក្រមានអ្នកណាយល់ខ្លះមានអ្នកណាគិតដល់ទេណាដីឡើងថ្លៃកើតអ្នកក្រដីចុះថោកពេកកើតអ្នកក្រអាតម្លៃដីហ្នឹងណាវាត្រូវសមមាត្រនិងផលិតកម្មសមមាត្រនិងប្រាក់ចំណូលរបស់ប្រជាជនឃើញទេបងប្អូនអត់យល់ទេអាពាក្យដីឡើងថ្លៃកើតអ្នកក្របងប្អូនកលេចមើលតែអ្នកមានតែបងប្អូនអត់មើលអ្នកក្រទេប្រទេសកម្ពុជាណាកូនក្មួយអត់ដែលគិតពីអ្នកក្រមានចំនួនប្រមាណទេបងប្អូនកូនក្មួយគិតតែពីអ្នកមានបងប្អូនកូនក្មួយអត់ដែលគិតថាប្រជាជនក្រនឹងមានប្រមាណទេបងប្អូនយកម៉ូតូយកអីយកមកធ្វើជាសម្អាងត្រឹមត្រូវកាលណាដីឡើងថ្លៃអំពើអយុត្តិធម៌ឆក់ប្លន់ដីធ្លីអំពើកេងប្រវ័ញ្ចកើតឡើងដូចផ្សិតហើយប្រជាជនក្រីក្រអត់មានដីទេណាអ្នកខ្លះក៏ជាប់បំណុលបាត់ដីអ្នកខ្លះក៏ជាប់លបែងបាត់ដីណាបាត់អស់លេងដល់ពេលអ្នកក្រកើតរឹតតែច្រើនប្រទេសជាតិវាល្អមើលតែសម្បកក្រៅទេប្រទេសជាតិវាល្អមើលសម្បកក្រៅទេវាល្អមើលសម្បកក្រៅទេប៉ុន្តែផលិតអីទៅវាពិបាកម៉ែអាណាទៅទិញដីថ្លៃចង់ងាប់សង់រោងចក្រណាម៉ែអាណាទៅទិញដីយកមកធ្វើស្រែកើតណាម៉ែអាណាទៅជួលដីធ្វើសម្ការកើតនោះថ្លៃចង់ងាប់យល់ទេដីថ្លៃពេកក៏ពិបាកថោកពេកក៏ពិបាកអានោះគឺពិបាកអញ្ចឹងត្រឡប់ទៅអារឿងសាំងហ្នឹងរឿងនេះរឿងរូបិយប័ណ្ណទេបងប្អូនប៉ុន្តែដូចក្មួយមួយសួរទៅស៊ីអារម្មណ៍ហ្នឹងហើយស៊ីអារម្មណ៍តប៉ែឆ្កោកនិយាយអដែលហ្នឹងអាមួយទៅថាអាអ្នកចាក់ហ្នឹងអាអ្នកឈរចាំចាក់ឲ្យគេហ្នឹងខុសអាមួយទៀតថា1000រៀលតើក៏កំណាញ់ដែរអញ្ចឹងថានាងស្រីដែលបើកឡាននោះមនុស្សខុសទៅរករឿងថ្មទូរស័ព្ទគេទៀតមានអាខ្លះទៅថតវីដេអូឲ្យបបួលនាងដែលចាក់សាំងឲ្យប្តឹងនាងដែលថតនោះខ្មែរអត់ហ៊ានប្រាប់ទៅរាជរដ្ឋាភិបាលឲ្យដឹកនាំប្រទេសត្រឹមត្រូវទេវាបែរទៅជាឆ្លោះគ្នាឯងនៅក្រៅម្នាក់គ្រាន់តែសុំអង្វរឲ្យរាជការកំណត់ចាំបាច់ទៅបន្ទោសរាជការអីថាសុំឲ្យសម្ដេចនាយករដ្ឋមន្ត្រីសម្ដេចបវរធិបតីហ៊ុនម៉ាណែតដាក់ច្បាប់ឲ្យច្បាស់លាស់ក្នុងការចាយលុយរៀលដើម្បីយើងខ្ញុំប្រជាពលរដ្ឋបានសុខផងគេអត់ចាប់ដាក់គុកទេនិយាយប្រាប់នាយករដ្ឋមន្ត្រីចឹងទៅអត់គិតអញ្ចឹងទេគិតតែពីមហែកហួរខ្មែរគ្នាឯងណាគិតតែមហែកហួរខ្មែរគ្នាឯងត្រូលពេញ Facebook ឡប់អាចខ្សៀគ្មានដឹងខ្យល់អីទេវាអត់មានអាណាខុសសោះណារឿងហ្នឹងរឿងច្បាប់ណាអាអ្នកចាក់សាំងអាអ្នកម្ចាស់ហាងសាំងវាធ្វើបានដោយសារច្បាប់នាងដែលចាក់សាំងនោះនិយាយដោយសារអត់មានច្បាប់នាងដែលមានលុយរៀលហ្នឹងអត់បានចាក់សាំងដោយសារច្បាប់វាអត់គ្រប់គ្រង3ភាគីនោះអត់មានអាណាខុសទេហើយខ្មែរវិលឡប់អាចខ្សៀនាំគ្នានិយាយរឿងសម្រាមហ្នឹងឆ្លោះតែគ្នាឯងហ្នឹងណាឆ្លោះតែគ្នាឯងហើយមានអ្នកយកមុខមាត់
ក្នុងរឿងហ្នឹងមានអាខ្លះឲ្យលុយ100អាខ្លះឲ្យលុយប៉ុណ្ណេះ100ប៉ុណ្ណេះ100ដើម្បីឡង់សេថាខ្លួនហ្នឹងវាដើម្បីឡង់សេថាខ្លួនហ្នឹងវាអឺមានគុណធម៌ហើយស្រុកខ្មែរយើងខ្ញុំមិនបន្ទោសទេអ្នកឲ្យលុយឲ្យកាក់ហ្នឹងនោះប៉ុន្តែក៏ធម្មតាលោកអើយលោកបាក់ដល់ហើយពិបាកត្រង់ថារបស់អស់ហ្នឹងគឺវាកើតឡើងដោយសារសង្គមមានច្បាប់អនុវត្តច្បាប់ទេណាអញ្ចឹងហើយបានអាចោលួចតពាំងវាទៅជាបានលុយចាយហើយបានកាដូទៀតអាម្ចាស់ចំការតពាំងនោះគេជេរតលបោមុខមានចាំទេនៅសៀមរាបមានចាំទេនៅសៀមរាបហើយប៉ូលីសអត់ចាប់ទេចោលរហូតដល់លោកសង្ឃឲ្យកាដូចោលទៀតឲ្យកាដូចោលទៀតមានចាំទេអាលួចតពាំងហើយបានលុយចាយទៀតហើយអាម្ចាស់ចំការត្រូវគេជេរណាឥឡូវនេះអារឿងសាំងនេះអាអ្នកបើកឡានតែចាក់សាំងនេះគេជេរគេថាតែ1000នេះមិនអាណិតគ្នាទេឲ្យឃើញវាមានអ្នកសប្បុរសហ្នឹងយកលុយទាំង100ទៅឲ្យនាងដែលចាក់សាំងហ្នឹងព្រោះនាងហ្នឹងគាត់កំសត់ណាគាត់កំសត់ណាគាត់យំបើនៅចិត្តវិញខ្ញុំសួរកូនឯងយំរឿងអីកូនកូនឯងយំរឿងអីបានកូនឯងមកយំដាក់កាមេរ៉ាយំរឿងអីទី1កូនឯងអត់មានអីខុសកូនឯងនិយាយតាមពាក្យហ្នឹងមានអាខ្លះយកកាមេរ៉ាទៅញល់មាត់នាងហ្នឹងឲ្យសួរតែប្តឹងអ្នកបើកឡានទេដូចមកឆ្កែដែលវាចង់ល្បីវាប្រួលឲ្យគ្នាប្តឹងអញ្ចឹងមនុស្សតូចតាចហ្នឹងហែកហួរគ្នាអស់ទៅមនុស្សតូចតាចហ្នឹងឆ្លោះគ្នាទៅហើយរាជការនោះគាត់អត់ព្រមធ្វើកិច្ចការគាត់ណាម៉ែឪមិនដាំបាយឲ្យកូនស៊ីកូនវាឆ្លោះតែគ្នាវាវាយគ្នាបាច់មុខបាច់មាត់ឈាមច្រមុះប្រជាពលរដ្ឋខ្មែរវាគួរណាស់តែទទួលនៅការអនុវត្តច្បាប់ហើយនិយាយឥឡូវខ្ញុំថាខ្ញុំអត់ចង់រិះគន់ហើយខ្ញុំក៏មិនរិះគន់ដែរប្រាប់ថារាជការអើយចាំដងអង្កលទៀតស្រុកក៏សន្តិភាពហើយណាប្រទេសជាតិក៏ចម្រើនរុងរឿងហើយចុះអាក្រន់លុយរៀលហ្នឹងមិនក៏ចាយមិនបានណាធនាគារជាតិនៃកម្ពុជាជាសេរីក៏គាត់លើកតម្កើងហើយប៉ុន្តែអត់ហ៊ានដាក់ច្បាប់ហើយបងប្អូនដឹងហើយហេតុម៉េចបានអត់ដាក់ច្បាប់ហេតុដូចម្ដេចបានជាសេរីណាម៉េចបានជាសេរីក៏អត់ហ៊ានដាក់ច្បាប់អំពីថ្នាក់ដឹកនាំចាយដុល្លារមកពីថ្នាក់ដឹកនាំចាយដុល្លារដល់អញ្ចឹងជាសេរីវាមិនហ៊ានដាក់ច្បាប់អាហ្នឹងអញ្ចឹងណាគេមិនអនុញ្ញាតឲ្យការចាយជាលុយរៀលព្រោះគេមិនត្រូវការឲ្យប្រទេសខ្មែរមានសណ្ដាប់ធ្នាប់រៀបរយអាហ្នឹងរឿងមួយ